នៅក្នុងកម្មវិធី Excel បើសិនយើងមានទិន្នន័យបាទដែលទិន្នន័យហ្នឹងនៅតាមមួយ column ទេបាទជាដូចអត្ថបទអញ្ចឹងហើយយើងចង់បំលែងប្របែកវាទៅជាទិន្នន័យនៅ column ផ្សេងៗគ្នាបាទដើម្បីងាយស្រួលយើងគណនាបាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងដំបូងអ្នកទាំងគ្នាមានជាប្រភេទទិន្នន័យធម្មតាសិនបាទដូចអត្ថបទអញ្ចឹងបាទវានៅជាមួយគ្នាទាំងអស់បន្តមកទៀតយើង select ពីលើចុះក្រោមមកទាំងអស់មកហើយចុចកន្លែង data បាទចុច data ហើយមើលមកខាងស្ដាំយកមុខងារមួយឈ្មោះ text to column ពេលចុច text to column ទៅវាប្របែកទិន្នន័យរបស់យើងទៅជួយឈរផ្សេងគ្នាហើយចុចប៊ូតុង next នៅខាងក្រោមកន្លែងនេះគឺជាលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌរបស់ទិន្នន័យរបស់យើងគឺក្បៀសមានន័យថាឲ្យតែមានក្បៀសវានឹងប្របែកទៅជា column ផ្សេងគ្នាអញ្ចឹងខ្ញុំចុចកន្លែង comma មកបាទអញ្ចឹងឃើញវាបង្ហាញឲ្យយើងមើលថាទិន្នន័យហ្នឹងវាប្របែកផ្សេងគ្នាហើយក៏ចុចពាក្យ finish ទៅបានហើយបាទអញ្ចឹង ID វានៅផ្សេង date នៅផ្សេង department supplier unit price ហ្នឹងគឺនៅផ្សេងគ្នានៅ column ផ្សេងគ្នាអញ្ចឹងយើងអាចដាក់ border អាចដាក់ពណ៌មកបាទអញ្ចឹងវាខ្លាយទៅជាទិន្នន័យឬក៏ខ្លាយទៅជា real table ហើយបាទខ្លាយជាទិន្នន័យក្នុងតារាងអញ្ចឹងយើងអាចធ្វើការគណនាបានបាទគណនាទៅលើតម្លៃលេខឬក៏ការបរិច្ឆេទអញ្ចឹងទៅបើមិនដូចទិន្នន័យដើមគឺយើងអាចគណនាបានទេព្រោះវានៅជាមួយគ្នាទាំងអស់បាទដូចជាអត្ថបទមួយអញ្ចឹងអញ្ចឹងយើងអាចគណនាបានអញ្ចឹងយើងត្រូវប្របែកវាទៅជា column ដើម្បីងាយស្រួលគណនាផ្សេងបាទសូមអរគុណ